ថ្ងៃនេះខ្ញុំទៅសេ program មួយតាក់ទងមួយ C++នេះសម្រាប់ programming អញ្ចឹងខ្ញុំទៅសេតាក់ទងជាមួយ arithmetic operation អញ្ចឹងតាក់ទងជាមួយនេះដោយសារយើងផ្ដើមដោយ header file វាគឺ hashtag ណាអញ្ចឹងយើងផ្ដើមដោយ hashtag នេះ include ណា iostream ណា iostream iostream បន្ទាប់មកទៀតវា using namespace as td semicolon តើមុនក្នុង main function វាយើងប្រកាសជា integer main function ហូបមកយើងបើក open bracing មួយតើមកខ្ញុំប្រកាសអាញាត់ជា integer ចឹង x អូម៉ាគូប្រកាស x variable duration ជា x y and result អញ្ចឹងគូប្រកាស result មួយទៀតណាជា result មួយទៀតហើយ semicolon តោះមកខ្ញុំ see in see out តើទៅមួយ value នេះឥឡូវខ្ញុំចង់ឲ្យ user បញ្ចូល program ហ្នឹងណាអញ្ចឹងខ្ញុំចង់និយាយថាឥឡូវនេះយើងឲ្យ user បញ្ចូលខ្ញុំបោះ mistake ឲ្យ enter value ណាអញ្ចឹង enter value គេ enter value x បន្ទាប់មកទៀតយើងបញ្ចប់ដោយ semicolon បន្ទាប់មកយើង see in តម្លៃរបស់ x បន្ទាប់មកទៀតដោយសារខ្ញុំខ្ជិលទៅសេខ្ញុំ copy យកតែម្ដងណាអញ្ចឹងយើង control C មកយើង copy ឡើងនេះណាបន្ទាប់មកខ្ញុំទៅ change value change តម្លៃពី x ទៅជា y អញ្ចឹងកន្លែង see in ដូចគ្នាណាបន្ទាប់មកទៀតដោយសារតែយើងឲ្យ user បញ្ចូលអញ្ចឹងខ្ញុំចង់លទ្ធផលទី1ចង់ឲ្យ table គេអញ្ចឹងខ្ញុំសេ method អញ្ចឹង result យើងត្រូវឲ្យស្មើអីណាអញ្ចឹង result ខ្ញុំចង់ឲ្យបូកឬគុណចែកអញ្ចឹងខ្ញុំចង់ឲ្យបូកអញ្ចឹងខ្ញុំចង់យកតម្លៃ value x plus y អញ្ចឹងបញ្ចប់ដោយ semicolon តោះមកខ្ញុំចង់ see out value ណា see out value អីទៀត see out តម្លៃហ្នឹងវាត្រូវបោះ mistake result ណាបោះ mistake result អញ្ចឹងយើងបោះ mistake result ទៅអញ្ចឹងខ្ញុំសេអក្សរធំទៅដើម្បីឲ្យច្បាស់ណានេះ result នេះទៅបន្ទាប់មកយើងនេះ result ដែរណា result នេះបញ្ចប់ដោយ semicolon បន្ទាប់មកចុងក្រោយយើងទៅកាន់ return ណា return ទៅ 0 មានន័យថាយើងទៅកាន់ return 0អញ្ចឹងទៅ return មក return 0នេះ return 0ណាបញ្ចប់ដោយ semicolon តោះមកបងប្អូន complete save យើងសរសេរ program បានប៉ុណ្ណេះហើយយើង save តែឲ្យ user គេបញ្ចូលអីខ្លះអញ្ចឹងលេខហ្នឹងដូចថា integer ជាចំនួនកូដខ្ញុំ variable duration ជា x y and result អញ្ចឹងនៅពេលដែល user បញ្ចូលគាត់បញ្ចូលលេខអីក៏បានដែរណាឥឡូវខ្ញុំ save សិន save ឲ្យណាបន្ទាប់មកខ្ញុំ save ដាក់ desktop អញ្ចឹងហើយខ្ញុំឈ្មោះអីមួយទៅខ្ញុំ save result អញ្ចឹងណា result save result ហើយយើងពាក្យ save មកបន្ទាប់មកទៀតយើងធ្វើការ run នេះប៊ូតុង run ចុច run ឆ្វោកមកនេះ run ឆ្វោកវាបោះ mistake មកអញ្ចឹងណានេះចាំទៅសិននេះនៅពេលនេះខ្ញុំពេល result នេះ result ឃើញទេអញ្ចឹងនៅពេលដែលខ្ញុំចូលតម្លៃអីគេឥឡូវគ្រូឲ្យចូលតម្លៃឥឡូវខ្ញុំវាយ200 x 200 y 300អញ្ចឹងនៅពេល enter មកវាប្រកាសវាចេញ result 500ណាអញ្ចឹង program យើងមានតែប៉ុណ្្នឹងទេណាអញ្ចឹងគ្រូ run ឲ្យប៉ុណ្្នឹងអញ្ចឹងសម្រាប់ source code គឺគ្រូក៏ទម្លាក់ឲ្យដែរអូខេទាំងអស់គ្នាប្រឹងប្រែងរៀនដើម្បីជោគជ័យខ្លួនឯងណា